ចាឥឡូវនេះកំពុងតែនៅតាមផ្លូវធ្វើដំណើរទៅខាង Urban Village អធិស្ឋានត្រង់រ៉ាទេហើយខ្ញុំចេញនេះពីគោលដៅខាងផ្លូវលេខ598ចេញទៅគោលដៅខាង Urban Village ណានៅតាមបណ្ដោយផ្លូវលេខ598អញ្ចឹងទាំងអស់គ្នាចង់ដឹងថា Urban Village ធ្វើដំណើរតាមផ្លូវណាតាមក៏ប៉ុន្តែបើសិន Google Map ក៏វាចេញស្រួលដែរតែខ្ញុំបង្ហាញទីតាំងទៅទាំងអស់គ្នាឲ្យមើលគឺបានជា content មួយដែរសម្រាប់ប្រាប់ពីផ្លូវយើងជិះតាមណាទៅខ្ញុំទៅបានដឹងថាពីខាង Urban Village ហើយនឹង Buastot ណាគឺផ្លូវវាជិតគ្នាវាមានផ្លូវមួយហ្នឹងជិះត្រង់រហូតគឺដល់ហ្មងអញ្ចឹងចាំមើលខ្ញុំប្រាប់អាហ្នឹងតាមផ្លូវលំតែចាំមើលថ្ងៃណាទៅនេះចាំខ្ញុំបង្ហាញតែថ្ងៃនេះសូមជិះតាមផ្លូវ598អានេះតាមផ្លូវ598ហើយនៅខាងស្ដាំសំទោខាងឆ្វេងដៃខ្ញុំអានេះផ្លូវហ្នឹងចាក់តាមឆ្វេងហ្នឹងទៅសាថ្មីតែយើងទៅត្រង់ហើយនៅខាងស្ដាំដៃខ្ញុំហ្នឹងនៅខាងមុខហ្នឹងគឺបុរីភ្នំពេញថ្មីនេះណែនឹងដបងវត្តដែលខ្ញុំនិយាយណាហើយបន្ទាប់មកទៀតយើងបាត់ឆ្វេងវងតាមអង្តែនទូកកហ្នឹងចាក់ចុះចាក់ឡើងចាក់ចុះចាក់ឡើងស្ទះដដែលឥឡូវមកដល់ផ្លូវ271ផ្លូវ271នេះយើងជិះតាមនឹងបាត់ឆ្វេងទៅនៅសល់ប្រហែលជា9នាទីឬ2គីឡូចុច2ទៀតដល់ Urban នេះវាឈ្មោះស្ពានហ្នឹងតែយើងអត់នេះណាយើងជិះតាមក្រោមខ្ញុំប្រាប់ពីគុណវិបត្តិរបស់ខ្ញុំឲ្យតែមកដល់ស្ពានគឺខ្ញុំវិញបាត់ស្ដាំមកតាមបើខ្ញុំចំណាំអង្តែនភ្លើងច្រើននេះឲ្យតែអង្តែនហ្នឹងនៅខាងណាខ្ញុំបាត់ខាងហ្នឹងតែពេលខ្លះបើជិះមកពីខាងផ្លូវរដំមើលឃើញណាវិញហើយអីគេនេះចំណាំមើលអាគារហត្ថានេះអាគារ Urban ហ្នឹងខ្ពស់ជាងគេពេលដែលយើងធ្វើដំណើរមកឃើញអាគារទៀបហ្នឹងខុសហើយមែន Urban ទេ Urban គឺខ្ពស់ជាងគេនោះឃើញទេហ្នឹង Urban Village ចង់ប្រាប់ថា building Urban មាន building ប្រហែលទេនេះមាន building ច្រើនណាស់មាន building E F G H ដូចអញ្ចឹងហើយឥឡូវនេះនឹងនាំអារម្មណ៍ទៅមើល building H គឺជា building ដែលមានកម្ពស់ខ្ពស់ជាងគេបានន័យថា floor វាខ្ពស់បំផុតគឺជាន់ទី60អញ្ចឹង building ហ្នឹងគឺជា building ដែលខ្ពស់ជាងគេហើយថ្មីជាងគេចូលតាមហ្នឹងទៅចាមានសារមានអីគេធ្វើដូចកន្លែងដើរលេងអញ្ចឹងណាវាតំណងនេះទៅ concept គេនេះគឺលក្ខណៈដូចនៅប្រទេសក្រៅយើងណាសិង្ហបុរីយើងហ្នឹងឃើញទេចូលមកដល់ឃើញអក្សរ UV បណ្ណានៃហ្នឹងអូខេអានោះអាគារ E តែខ្ញុំមកខាងនេះព្រោះអីខាងនេះវាចង់និយាយថាអាគារនេះគេហៅអាគារ Phase 1អាគារដំបូងគេ Phase 1ហើយអាគារដែលខ្ញុំនាំទៅមើលហ្នឹងគឺ Phase 2អូខេនេះគឺផ្លូវចូលហ្នឹងណាមាន Urban Village ហ្នឹងហើយឡើងផ្លូវនេះកំពុងនៅកន្លែងចតឡានចានេះគឺកន្លែងចតឡាននៅខាងក្រោមហើយនៅខាងក្រោយខ្ញុំនេះគឺមាន Eon សារទំនើប Eon ណានៅខាងហ្នឹងអូខេ let's go